សួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយយើងឃើញតាមរូបភាពនេះបាទពីម្សិលមិញថ្ងៃទី26ខែ5ឆ្នាំ2025យើងឃើញថាបើមានមេឃខ្មៅងងឹតហើយក៏ស្រាប់តែមានបាទកន្ទុយនេះបាទវិសាចារក៏តែងតែនិយាយថាកន្ទុយនេះណាបានធ្លាក់មកបងប្អូនហើយគឺមើលទៅគឺភ្ញាក់ផ្អើលខ្លាំងមែនទែនបងប្អូនហើយវាប្រែប្រួលតាមនេះហត់ប្រែប្រួលតាមរូបរាងវារហូតណាម្ដងវែងម្ដងខ្លីអញ្ចឹងនេះគឺជាសកម្មភាពដែលមុនដំបូងគេទាំងអស់យើងឃើញថាវានៅតូចទេហើយស្រាប់តែយូរបន្តិចហ្នឹងស្រាប់តែវាប្រែប្រួលវែងទៅអញ្ចឹងណាវាប្រែប្រួលតាមអានេះប្រភេទពួកគេហៅកន្ទុយនេះណាកន្ទុយនេះដូចជាពួកខ្យល់ព្យុះខ្យល់អីមានភ្លៀងអញ្ចឹងណាអញ្ចឹងវាប្រែប្រួលទៅតាមទិសទៅតាមខ្យល់ទេពុទ្ធហេតុនេះគឺកើតឡើងនៅស្រុកគិរីវង្សខេត្តតាកែវយើងនេះឯងហើយនេះមិនមែនជាលើកទី1ទេបងប្អូនរយៈពេលប្រហែលខែមុនហ្នឹងមួយខែមុនហ្នឹងក៏មានពុទ្ធហេតុបែបនេះដែរក៏ប៉ុន្តែវាអត់មានស្ដែងច្បាស់ដូចម្ដងនេះណានេះជាលើកទី2បាទហើយបញ្ជាក់ម្ដងទៀតការហេតុការណ៍នេះកើតឡើងនៅស្រុកគិរីវង្សខេត្តតាកែវយើងឯងបងប្អូនមានការប្រុងប្រយ័ត្នទាំងអស់គ្នាព្រោះថាយើងមើលមិនឃើញទេវាជាប្រភេទខ្យល់ព្យុះឬក៏ភ្លៀងអីចឹងណាហើយវាអាចជាគ្រោះធម្មជាតិមួយដែរអញ្ចឹងបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នឲ្យមែនតើឥឡូវវាប្រែប្រួលទៀតបងប្អូននេះឥឡូវធំជាងមុនហើយចាប់ដើមធំទៅហើយវីដេអូនេះកាន់តែច្បាស់ណាស់បងប្អូននេះវីដេអូនេះខ្ញុំយកពីបងស្រីម្នាក់បាទបងស្រីម្នាក់ដែលគាត់រស់នៅស្រុកគិរីវង្សយើងដែរណាអញ្ចឹងខ្ញុំយកវីដេអូគាត់មកគឺចង់បង្ហាញឲ្យបងប្អូនទាំងអស់គ្នាបានឃើញអានេះកាន់តែច្បាស់កាន់តែស្ដែងតែម្ដងដោយសារគាត់នៅវាលស្រែអញ្ចឹងគាត់ថតឃើញច្បាស់ណាតែថាខ្ញុំនៅតំបន់ជិតព្រៃភ្នំទៅថតទៅវាក្បាំងព្រៃក្បាំងដើមឈើវាអត់ច្បាស់ទេតែតែលឺចាស់គាត់និយាយតគ្នាអញ្ចឹងណាថាកតុយនេះឆ្ងល់ថាកតុយនេះហ្នឹងបែបម៉េចអញ្ចឹងណាឥឡូវជាក់ស្ដែងយើងឃើញនេះយើងស្ដែងតែម្ដងយើងឃើញរូបរាងវាគឺវែងដូចជាសត្វម្យ៉ាងដូចជាសត្វនាគហ្នឹងហើយដែលចាស់គាត់តែនិយាយហ្នឹងអញ្ចឹងបងប្អូនសង្កេតតាមវីដេអូនេះយើងឃើញថាកំពុងតែប្រែប្រួលហើយក្រោមនេះកំពុងតែវារីក្បាលនេះយ៉ាងនេះវាប្រែប្រួលដូចជាសត្វនាគមែនបងប្អូនចាប់ដើមហាមាត់ចាប់ដើមមានដាតនោះបងក្បាលកំពុងតែស្រូបទឹកបងប្អូនវាស្រូបទឹកឬក៏វាទម្លាក់ខ្យល់ឬក៏ទម្លាក់ភ្លៀងមកអូដូចងាកបែបតាអូឡំព្រឹសបាល់